ខែសួស្តីបងប្អូនសាសានុសិស្សទាំងអស់បាទជួបជាមួយនឹងលោកគ្រូរូបវិទ្យាថ្នាក់ទី9រូបវិទ្យាថ្នាក់ទី9ថ្ងៃនេះសូមជូនបាទវិញ្ញាសាត្រៀមប្រឡងឌីប្លូមបាទវិញ្ញាសាត្រៀមប្រឡងឌីប្លូមថ្ងៃនេះគឺយើងចូលដល់វិញ្ញាសាទី2បាទវិញ្ញាសាទី2បាទវិញ្ញាសាទី2ថ្ងៃនេះដែរលោកគ្រូយកវិញ្ញាសាអំពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិក្នុងខេត្តកំពតកាលពីឆ្នាំ2014បាទអញ្ចឹង2014ខេត្តកំពតប្រឡងរួមហើយវិញ្ញាសាទាំងស្រុងនេះបាទវិញ្ញាសាចេញលេខ1ធំគឺ4បន្ទុកគឺគូសញ្ញាថិចក្នុងចម្លើយដែលត្រឹមត្រូវបាទហើយនឹងលេខ2ធំគឺ2បន្ទុកបំពេញចន្លោះបាទពេញចន្លោះមាន2អញ្ចឹងមានន័យថា1បាន1បន្ទុកហើយលេខ3ធំគឺ4បន្ទុកគឺពោះកងបាទកងយើងនឹងសេចម្លើយនៅខាងនេះហើយនឹងលេខ4គឺ25បន្ទុកក្នុង25បន្ទុកនោះមាន9បន្ទុកគឺជាសំណួរបាទគេសួរថាដើម្បីកំណត់ទិសដៅដែនម៉ាញេទិកបង្កើតដោយចរន្តត្រង់គេប្រើវិធានអ្វីចូលរៀបរាប់អានេះ3បន្ទុកដែរតើខ្នោះជាអ្វីហើយមានប្រមាណប្រភេទអ្វីខ្លះទី3បន្ទុកដូចគ្នាដោយមិនដែលហៅថាបាតុភូតអាំងដោយជងអេឡិត្រូម៉ាញេទិកហើយលេខ4គឺ10បន្ទុកគឺលំហាត់ពាក់ព័ន្ធនឹងឡង់ទីផតបាទឡង់ទីផតអូខេឡង់ទីផតមានសួរកខនិងកបាទហើយលេខ5គឺ6បន្ទុកពាក់ព័ន្ធទៅនឹងលំហាត់ដើម្បីដាក់ធុងសាំងទម្ងន់2640ញូតុនចេញពីរថយន្តកម្មករម្នាក់ប្រើប្លង់ទេដែលមានប្រវែងស្មើនឹង2ដងនៃកម្ពស់គណនាអង្គតង់សិទេកម្លាំងដែលកម្មករនោះត្រូវបញ្ចេញដើម្បីទប់ធុងសាំងមិនឲ្យរមៀលចុះមកដីបាទនេះគឺជាវិញ្ញាសាទាំងស្រុងសម្រាប់វិញ្ញាសាទី2យើងបាទបងប្អូនសាកគិតមើលតើអាចធ្វើបានប្រមាណភាគរយដែរបាទអូខេតោះឥឡូវនេះលោកគ្រូសូមជូនអត្រាកំណែដូចខាងក្រោមបាទលេខ1ចូលបាទចូលគូសញ្ញាថិចក្នុងប្រអប់ចម្លើយដែលត្រឹមត្រូវ1ឧបករណ៍សម្រាប់វាស់តង់ចុងអគ្គិសនីគឺtermometer វ៉ុលម៉ែត្រអំពែម៉ែត្រឌីណាម៉ូម៉ែត្រអញ្ចឹងក្នុងចម្លើយទាំង4នោះគឺចម្លើយដែលត្រឹមត្រូវគឺវ៉ុលម៉ែត្រអញ្ចឹងយើងថិចយកអក្សរខបាទទី2តើបណ្ដាទំហំខាងក្រោមទំហំមួយណាមិនមែនជាទំហំស្កាឡែបាទអញ្ចឹងលោកគ្រូសូមរំលឹកមេរៀនបន្តិចពាក់ព័ន្ធនឹងទំហំនៅក្នុងរូបវិទ្យាយើងចែកចេញជា2គឺទំហំវេកទ័រហើយទំហំស្កាឡែទំហំវេកទ័រគឺចង់សំដៅទៅលើទំហំទាំងឡាយណាមានទាំងតម្លៃមានទាំងទិសដៅអានោះទំហំវេកទ័រចំពោះទំហំស្កាឡែចង់សំដៅទៅលើទំហំទាំងឡាយណាមានតែតម្លៃយើងអត់គិតទិសដៅទេដូចម៉ាស់អញ្ចឹងម៉ាស់ជាទំហំស្កាឡែហើយធម្មពលក៏ជាទំហំស្កាឡែដែរហើយអានុភាពនេះក៏ជាទំហំស្កាឡែដែរចំពោះកម្លាំងមិនមែនជាទំហំស្កាឡែទេពូកម្លាំងគឺមានទិសដៅណាអញ្ចឹងកម្លាំងជាទំហំវេកទ័រអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺមួយនេះខូបាទទី2ចូលបំពេញចន្លោះខាងក្រោមឲ្យបានត្រឹមត្រូវលេខ1ខ្នោះដែលកម្លាំងចលករស្ថិតនៅចន្លោះកម្លាំងទប់និងចំណុចតម្រហៅថាអញ្ចឹងអូនដឹងថាខ្នោះមាន3ប្រភេទណាអញ្ចឹងបើសិនជាខ្នោះយើងមានកម្លាំងចលករស្ថិតនៅកណ្ដាលគឺយើងឲ្យឈ្មោះថាខ្នោះចលករកណ្ដាលអញ្ចឹងកន្លែងនេះយើងបំពេញថាខ្នោះចលករកណ្ដាលបាទលោកគ្រូសេយើងលេខបន្តិចអធិស្ឋានដោយសារតែកុំព្យូទ័រលោកគ្រូលោតអញ្ចឹងយើងទៅសេខ្នោះចលករកណ្ដាលបាទទៅសេអញ្ចឹងណាបាទចលករកណ្ដាលបាទអូខេសំណួរទី2គេឲ្យយើងបំពេញជាឧបករណ៍សម្រាប់បំលែងថាមពលអគ្គិសនីដែលមានតង់ស្យុងទាបទៅជាចរន្តអគ្គិសនីដែលមានតង់ស្យុងខ្ពស់ឬច្រាស់មកវិញ
bạn cái lại này cứ dương một bên thá transfer vì pro transfer cứ chịu một có đã sầm rạp bầm lai nè vì tìm tổ phố thì có bị phố một tìm cái năng cứ transfer bạn chân cái lại lịch phí này dương một bên thá transfer bạn này là bộ xe những không tích bao này chân transfer bạn ở đây không thể biết đây này bạn chân transfer lại nữa bạn chân bị bật tụ ok đó dương bằng to tàu lòng hàn lệ sầm đô thị 7 nè bạn dương bằng to tàu roman thị 7 bạn này kháng này kia đã rung muốn hai này kháng này kia sẽ chỉ so hai này kháng này cứ chỉ chủng lái để dương trống tự sẽ bạn chẳng có âm a là bao nhiêu cứ d là d o chẳng cả này dương gì bị d là d o nó cứ trong sầm nào từ lơ bảo vệ này không cho là có lơ bảo vệ này không tục chẳng hạn đấy cứ chụp power bank cái này chụp bảo không chẳng có nó sọ kho chẳng chủng lại lên mũi dương rồi từ nó sọ kho TP âm a mà l ha cứ chụp power bank cái này chụp bảo phẳng tê chẳng phẳng tê này nó sọ khô chẳng lên pi dương một bên khô chụp bộ lịch bấy âm a mà anh é lỡ anh ấy cứ chụp nguồn thông minh chẳng chụp nguồn thông minh cứ spư chẳng spư cò bạn chồng cõi âm a mà e thông là e tội bạn chắc e thông là e tội ní cứ vậy bị cam dân đấng thá bà trời cứ miền cam bạn chẳng rồi bộ môn tí bốn ấy cứ chưa bộ môn rồi bỏ phò mình cái này trời chẳng dân một bên nào còn lại ở cổ và lấy bút tao nó cổ và ok bạn ấy cứ chỉ chừng nói sầm rạp tí mũi thì pin thì 7 bạn bọn mình chừng nói bốn ai comment số bạn nhé bạn là bốn đồng sĩ chim trời và ta dựng vào to từ một tiết bạn này sầm nô mà đó bà lấy mũi cực bay bật tụ đầm bay cầm nọt từ đào đèn mà nhiệt tích bằng cả đòi cho đòn trống kê bà bị thiên ở ấy trôi rọt bà chùm lại bà đầm bay cầm nọt từ đào đèn mà nhiệt tích bằng cả đòi cho đòn trống kê bà bị thiên cần đặt đại sạm bị thiên cần đặt đại sạm dương cái đọc xe cho đòn trống nâng đại sạm đòi oi mê đầy trong oi tư đau cho đòn bị buộc tao đó nay mà đem đây cái đặt trong ớt từ đau sai đèn mà nhận tích trung minh sai chấm lòng bàn liền này hiện chom bật tích bật đây là cú đọ sang trên phi sập hậu bóng hạ thì buồn lúc có xong bị chạy thay vì thiên cần đập đại sàmนี้nó về đẹp ổn trên đọt hạ thì đập pi còn nó miền đại từ hạ thì đập pi á bà đại hạ thì đập pi kia phải chuột bạn của bà chứ hạ thì buồn bật tích bạn là tìm bố nó toàn bằng hoặc bài thì cái còn nói dân trẻ tỉnh sân mà trẻ lại cái nè elementary trẻ lại cái nè bắt đầu ok đó là cô xong bắt to tao xong rồi thì và xong rồi thì cứ bay bình tụ được kia tao không nói chiều ấy hơi miềnประมาณ một hết ở vậy là mà tránh chậm lại không chia vật thuộc rừng móm chặt lát chung với chủng nội nâng muối đại hào thai chủng nội tùm rố rư cho lát chung với ạc mũi hào thả tùm rô bạn cái lại như xe xò nó bạn này là cũng xe xò nổ bạn đã chia sẻ xung cái bài bình tích cho nên xò nó bình nó miền bayประเภท cứ nó tùm rô còn đá nó cho là có còn đá nó tùm nộp còn đá bạn okสำหรับสมมติปีmiền bản nắng nhưng mà to tao สมมติ 7 bạn สมมติ 3 cái số dừng thaโดยบัดได้หาทางบัตรพูดอังดิชั่นอิเล็กโทรแมกเนติกบ้านจังบัดสัญญาณบนทรอปทัวร์บิซอดเตะตรงในจังหวัดฟาราเดย์บนบอกขัดจัดดังในทางบัตรพูดอังดิชั่นแมกเนติกนั่นคือไอบ้านจังบัตรพูดนี่คือการล้างนกเป็นไดเมียนบำรายบำรุงได้แมกเนติกให้เวียบการบ้านฉลาดกิสนีอันนั้นคือเอาชั่วท่าบัตรพูดอังดิชั่นอิเล็กโทรแมกเนติกแต่เรายังไม่จำเลยบัตรพูดอังดิชั่นอิเล็กโทรแมกเนติกជាបាតុភូតដែលបង្កើតឲ្យមានចរន្តអគ្គិសនីដោយសារបំលាស់ទីខ្សែចម្លងក្នុងដែនម៉ាញេទិកឬបំលាស់ទីមេដែកក្នុងរបំខ្សែចម្លងបាទអញ្ចឹងអូននឹកឃើញពេលដែល Faraday គាត់ពិសោធន៍
គាត់ធ្វើបំលាស់ទីរវាងមេដែកហើយនឹងរវាងខ្សែចម្លងចឹងក្នុងចំណោម12ហ្នឹងបើមានមួយណាមានចលនាគឺវាបង្កើតនៅចរន្តអគ្គិសនីហើយបាតុភូតហ្នឹងគេឲ្យឈ្មោះថាបាតុភូត induction electromagnetic បាទលោកសូមបញ្ជាក់សារថ្មីតិចគឺយើងសរសេរនឹងអក្សរកកាលពីសភៅចាស់យើងសរសេរអក្សរចប៉ុន្តែឥឡូវតិចយើងសរសេរអក្សរកវិញណាដោយធម្មពលស៊ីនេតិកធម្មពលមេកានិកគឺយើងសរសេរអក្សរកវិញហើយឡើយអូខេយើងបន្តទៅលេខ4បាទចំពោះចំណុចលេខ4នេះបាទពាក់ព័ន្ធនឹងឡង់ទីអញ្ចឹងឡង់ទីនៅថ្នាក់ទី9គឺមេរៀនចុងបំផុតគឺឡង់ទីបាទ10បន្ទុកឡង់ទីផតមួយមានចម្ងាយគំនុំ4សង់ទីម៉ែត្រគេដាក់វត្ថុ AB កែងនឹងអាមេដែលមានចម្ងាយ6សង់ទីម៉ែត្រពីផ្ចិតឡង់ទីកគេឲ្យយើងគណនាចម្ងាយរូបភាពខកំណត់ប្រភេទរូបភាពកគេឲ្យយើងសង្កម្មពន្លឺដែលផ្ដល់ដោយឡង់ទីយើងយក1ក្រឡា2សង់ទីម៉ែត្រអូខេត្រឡប់មើលលំហាត់យើងវិញបាទចឹងលំហាត់នេះគឺឡង់ទីនេះជាឡង់ទីផតចឹងលោកគ្រូសូមរំលឹកមេរៀនឡង់ទីបន្តិចឡង់ទីគឺមានពីរប្រភេទគឺឡង់ទីប៉ោមហើយឡង់ទីផតឡង់ទីផតនេះបើយើងគិតទៅគឺជាប្រភេទឡង់ទីពង្រីកឈ្មោះវាមានពីរឡង់ទីផតក៏បានឡង់ទីពង្រីកក៏បានដែរចឹងចម្ងាយកំណត់គឺ4សង់ទីម៉ែត្រនេះគឺយើងតាមដល់អក្សរ S តូចបាទចឹងដោយសារឡង់ទីនេះជាឡង់ទីផតនៅពេលដែលយើងអនុវត្តលំហាត់ S នេះគឺស្មើដក4ចឹងមានអ្នកដកដោយសារវាជាឡង់ទីផតចំពោះ6សង់ទីម៉ែត្រនេះគឺជាចម្ងាយរបស់វត្ថុអញ្ចឹងយើងតាំងដល់អក្សរ D អញ្ចឹងក៏គេឲ្យយើងគណនាចម្ងាយរូបភាពមានន័យថារក D' បាទយើងរក D' ណាអញ្ចឹងយើងរកតាមរូបមន្តធម្មតាតោះកុំឲ្យខាត់ពេលយូរបាទនេះគណនាចម្ងាយរូបភាពតាមរូបមន្ត1លើ S ស្មើ1លើ D បូក1លើ D' នេះជារូបមន្តដើមនោះ1លើ D' ស្មើ1លើ S ដក1លើ D ប៉ុន្តែ D របស់យើងស្មើ6សង់ទីម៉ែត្រហើយ S របស់យើងគឺស្មើដក4សង់ទីម៉ែត្រអញ្ចឹងសញ្ញាដកនេះដោយសារតែវាជាឡង់ទីផតអញ្ចឹងនាំឲ្យយើងបាន1លើ D' ស្មើ1លើដក4ដកជាមួយនឹង1លើ6យើងតម្រូវភាពបែងរួមយកភាពបែងរួម12អញ្ចឹងអានេះបានដក3អានេះបានដក2អញ្ចឹងដក3ដក2បានដក5អញ្ចឹងភាពបែងនៅដដែលគឺ12អញ្ចឹងយើងរក D' យើងគុណខ្វែងមកយើងបាន D' គឺស្មើដក12ចាក់5អញ្ចឹងស្មើដក 2.4 សង់ទីម៉ែត្របាទអញ្ចឹងដូចនេះចម្ងាយរូបភាពរបស់យើងគឺ D' គឺស្មើដក 2.4 សង់ទីម៉ែត្របាទអញ្ចឹងក៏យើងចប់យើងបន្តទៅមើលខបាទខប្រភេទរូបភាពអញ្ចឹងដើម្បីកំណត់ប្រភេទរូបភាពយើងគ្រាន់តែមើលខាងលើនេះD នេះ D' នេះបាទបើ D' វិជ្ជមានរូបភាពពិតបើ D' យើងអវិជ្ជមានវាជារូបភាពមិនពិតហើយលំហាត់របស់យើងមិញយើងរកឃើញ D' មានសញ្ញាដកអញ្ចឹងកាលណាវាមានសញ្ញាដកវាជារូបភាពមិនពិតនេះបាទហេតុផលពីព្រោះ D' អវិជ្ជមានអញ្ចឹងតើកាលណា D' អវិជ្ជមានរូបភាពជារូបភាពមិនពិតអូខេតោះឥឡូវយើងមើលលេខ4ខគេឲ្យយើងគូររូបបាទនេះខគូររូបណាអញ្ចឹងដើម្បីគូររូបឡង់ទីអូនត្រូវដឹងថាអូ1ក្រឡាគេយក2សង់ទីម៉ែត្រអញ្ចឹងដំបូងយើងគូរអាមេសិនណាបាទយើងគូរអាមេអវែងមកនេះអាមេបន្ទាប់មកយើងគូរតួឡង់ទីអញ្ចឹងឡង់ទីនេះជាឡង់ទីផតនិមិត្តសញ្ញាវាគឺបែបនេះរីកទៅបែបនេះឡង់ទីបាទនេះបាទឡង់ទីផតឬក៏ឡង់ទីពង្រីកហ្នឹងហើយបន្ទាប់មកយើងថិចណាអូនណាកន្លែងនេះយើងសេអក្សរអូកន្លែងនេះអូបាទលោកគ្រូអត់ត្រង់ទេអធិស្ឋានដោយសារគូក្នុងនេះបាទអញ្ចឹងយើងថិចមកអូនលោកគ្រូថិចចុះលោកគ្រូសន្មតថានេះ1កន្លា2កន្លា3កន្លាបាទ4កន្លា5កន្លាខាងនេះក៏យើងថិចដូចគ្នា1កន្លា2កន្លា3កន្លា4កន្លាបាទ5កន្លាចុះអញ្ចឹងជំហានទី1គឺយើងគូរអញ្ចឹងមកជំហានទី2យើងត្រូវដៅអក្សរ S តែ S របស់យើងនៅចំណា S របស់យើងជាចម្ងាយគំនុំដែលយើងធៀបនឹងអក្សរ O គឺស្មើ4សង់ទីម៉ែត្រអញ្ចឹង1កន្លា2សង់ទីម៉ែត្រ
ចឹង4សង់ទីម៉ែត្រត្រូវនឹង2កន្លះនេះកន្លះទី1កន្លះទី2ចឹងសក់ S អូនដាក់ចំនេះសក់ S បាទនេះសក់ S បាទជាស្រ័យលោកសូមលុបទីសិនបាទអូបាទជាស្រ័យអញ្ចឹង S នៅចំកន្លែងលេខ2ណាលោកគ្រូសេ S នៅចំនេះ S នៅចំកន្លែងកន្លះទី2ត្រូវនឹង4សង់ទីម៉ែត្របន្ទាប់ពីគូ S ហើយអូនសេ S' ផង S' ក៏2ដែរណា2ធៀបនឹង O នេះ S' បាទបន្ទាប់មកបាទសូមលុបបន្តិចបាទបើកន្លះសភៅបងប្អូនមានកន្លះបងប្អូនអាចគូបានត្រឹមត្រូវជួយលោកគ្រូបន្តិចតបន្ទាប់មកយើងមើល D យើងមើល AB យើងគូនរណា AB របស់យើងមានចម្ងាយ6សង់ទីម៉ែត្រពីឡង់ទីអញ្ចឹង6សង់ទីម៉ែត្រពី4 6អញ្ចឹង6នៅចំ3កន្លែងអញ្ចឹងយើងគូមកនេះ AB បាទ AB ណាAB បន្ទាប់មកបងប្អូនត្រូវសង់កម្មពលិពិសេសចំនួន2កម្មពលិពិសេសទី1លោកសូមដូររូបទីសិនបាទបងគូធ្វើម៉េចចេញពីកំពូល B បាទនេះចេញពីកំពូល B គូធ្វើម៉េចស្របជាមួយនឹងឡង់ទីបាទអធិស្ឋានមើលអត់ឃើញទេលោកសូមដូរបន្តិចបាទសូមបញ្យល់ឡើងច្បាស់បន្តិចចឹងកម្មពលិទី1អូនគូចេញពីកំពូល B ឲ្យស្របជាមួយនឹង AME ប៉ះឡង់ទីចេញពីឡង់ទីគឺវារីកនឹងរីកលៃយ៉ាងណាឲ្យចំណោលវាចំអក្សរ S នេះបាទនេះចំនេះចំហ្នឹងណាបាទលោកចុចមកហើយនេះរីកទាំងហ្នឹងឲ្យចំណោលវាចំហ្នឹងនេះបាទនេះកម្មពលិទី2អូនគូកាត់តាមផ្ចិត O ដោយគ្មានលំងាកបាទនេះកម្មពលិទី2អូនគូធ្វើម៉េចចេញពី B ដូចគ្នាហើយកាត់តាមផ្ចិត O ដោយគ្មានលំងាកបាទបន្ទាប់មកអូនឃើញថាកម្មពលិទៅមុខអត់ជួបគ្នាទេអញ្ចឹងនៅពេលដែលយើងបន្លាយអានេះអំបត់អក្សរ S យើងឃើញថាវាជួបនេះចំនេះបាទអញ្ចឹងយើងទម្លាក់ចំណោលកាយចំហ្នឹងទៅគឺយើងនឹងទទួលបាន A' B' ហើយណានេះគឺ A' B' បាទអូខេអញ្ចឹងការសង់រូបភាពគឺតែប៉ុណ្្នឹងទេណាបាទឥឡូវនេះលោកគ្រូបន្តទៅលំហាត់មួយទៀតលំហាត់លេខ4គឺតែប៉ុណ្្នឹងករដេព្រីមខបញ្ជាក់ថាវាពិតឬក៏មិនពិតគោយើងគូររូបដោយយកមាត្រដ្ឋាន1កន្លះត្រូវនឹង2សង់ទីម៉ែត្រអញ្ចឹងរូបលោកគ្រូនេះយើងលាអៀងបន្តិចដោយសារតែលោកគ្រូក្រិតអត់តបានត្រឹមត្រូវអញ្ចឹងបងប្អូនមានកន្លះក្រិតអត់ត្រឹមត្រូវជាភាសាអាដេកនេះដេកឬក៏អាមេនេះក្រិតអត់ត្រឹមត្រូវបាទតោះឥឡូវយើងបន្តទៅមើលលំហាត់ចុងក្រោយបាទលំហាត់ចុងក្រោយគឺបាទលំហាត់ពាក់ព័ន្ធនឹងប្លង់តេចឹងក្នុងលំហាត់នេះគេថាដើម្បីដាក់ធុងសាំងទម្ងន់បាទ2640ចេញពីរថយន្តកម្មករម្នាក់ប្រើប្លង់តេដែលមានប្រវែងស្មើនឹង2ដងនៃកម្ពស់គណនេយ្យអង្គតង់ស៊ីតេដែលកម្លាំងដែលកម្មករត្រូវបញ្ចេញបាទអញ្ចឹងដើម្បីគណនេយ្យរកកម្លាំងដែលកម្មករត្រូវបញ្ចេញមានន័យថាកម្លាំងចលករគឺ SE អញ្ចឹងលំហាត់នេះគេឲ្យយករក SE ហើយអានេះគឺ SR មួយនេះអានេះនឹង SR បាទលំហាត់នេះគេប្រាប់ដាក់ថាប្រវែងស្មើ2ដងនៃកម្ពស់អញ្ចឹងក្នុងន័យហ្នឹងមានន័យថា L ស្មើ2ហត្ថបាទ L ស្មើ2ហត្ថបាទអញ្ចឹងដើម្បីដោះស្រាយលំហាត់នោះបានគឺអូនត្រូវប្រើរូបមន្តគោលការណ៍រក្សាកម្មមន្តនៅក្នុងប្លង់តេបាទតោះគណនេយ្យអង្គតង់ស៊ីតេកម្លាំងកម្មករតាមរូបមន្ត SE គុណ L ស្មើ SR គុណហត្ថបាទអញ្ចឹងរូបមន្តនេះគឺជារូបមន្តគោលការណ៍រក្សាកម្មមន្តនៅក្នុងប្លង់តេបាទអញ្ចឹងយើងចង់បាន SE យើងបោះ L ចេញទៅ L ជាប់សញ្ញាគុណនៅពេលដែលយើងបោះទៅអង្គទី2វាបដូរទៅសញ្ញាចែកវិញនេះបាទប៉ុន្តែ SR របស់យើងគឺស្មើ2640ហើយ L របស់យើងគឺស្មើនឹង2ហត្ថ L ស្មើ2ហត្ថបាទអញ្ចឹងនាំឲ្យយើងបាន SE របស់យើងគឺស្មើ2000បាទ
អូកន្លែងនេះលោកគ្រូជំនួសលេខខុសអធិស្ឋានសូមកែប្រែបន្តិចលេខនេះលេខវាគឺ2640បាទ2640បាទ2640អត់មានលេខនេះសំលុបនេះចោលបាទអធិស្ឋានអញ្ចឹង2640បាទគុណជាមួយនឹងហាស់ចែកឲ្យ2ហាស់2ហាស់នឹងបានមកពីណា2ហាស់នឹងបានមកពីនេះ L កន្លែងហ្នឹង L តាប៉ុន្តែ L យើងជួលឲ្យ2ហាស់អញ្ចឹងកន្លែង2ហាស់នឹងសម្រួលគ្នាបានអញ្ចឹងយើងទទួលបាន2640ចាក់2អញ្ចឹង2640ចាក់2គឺយើងនឹងបានលេខ1320 Newton បាទសម្រាប់លេខ2ចោលឲ្យជាស្រ័យបាទអញ្ចឹង SE របស់យើងគឺស្មើ1320 Newton បាទនេះគឺជាចម្លើយលំហាត់លេខ5ហើយក៏ជាចម្លើយទាំងស្រុងនៃវិញ្ញាសាទី2យើងដែរបាទសម្រាប់វិញ្ញាសាទី2ចប់តែប៉ុណ្ណេះហើយនេះគឺវិញ្ញាសាថ្មីសម្រាប់វីដេអូក្រោយណានឹងមានចម្លើយបាទបងប្អូនអាចសាកល្បងធ្វើមុនបានអត់ជុលកន្លែងណាអាចឆាតអាច comment សួរលោកគ្រូបាន